Ok,អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រៀនអ្នកនរគ្នាអំពីការបង្កើត table ហើយនឹងយើងចង់បាន style table បែបនេះអូខេនឹងយើងចង់បាន style table ដែលមានបន្ថែមនៅ cell 2នៅខាងក្រោមហើយស្ដាំទៀតអញ្ចឹងយើងអាចបត់ដល់គ្នាអូខេអញ្ចឹងខ្ញុំ minimize គឺបើកម្មវិធី Word យើងមកអូខេលេង document ចឹងជួយចូលទៅក្នុង insert ពីអ្នកនរគ្នាប៉ាស្ដឹងណា table អូខេអញ្ចឹងឧទាហរណ៍ទៅខ្ញុំដាក់ table ប៉ុណ្ណេះចុះវាប៉ុណ្ណេះវាប៉ុណ្ណេះអញ្ចឹងខ្ញុំចង់បានខ្ញុំថាចង់បានជាចង់បាន block cell 2នៅខាងក្រោមទៀតអញ្ចឹងយើងដើម្បីបន្ថែមនៅជួរដេករ៉ូអញ្ចឹងយើងដាក់ mouse ទៅនេះមួយចុច mouse ស្ដាំលើវាវាពាក្យថា insert cell បន្ទាប់មកយក insert row below ឬក៏យើងដាក់ mouse ស្ដាំកន្លែងនោះចុចពាក្យចុច key ចុចលើ keyboard យើងចុច key tab អូខេចុច key tab លើ keyboard នឹងទៅអញ្ចឹងបន្ទាប់មកខ្ញុំចង់ទុកពីនេះទេអញ្ចឹងខ្ញុំ select ពីនេះមកតោះមកយើងចូលទៅកាន់ border design border តោះមកយើងយក no border អូខេអញ្ចឹងយើងបានប៉ុន្តែយើងឃើញអានេះវាបាត់កាឡាវាអញ្ចឹងយើង select ឲ្យវាមកតោះមកយើងចូល border ដដែលនេះយើងយក all border ហើយដូចគ្នាយើង select វាយើងដាក់ mouse ក្នុងមួយយើងយក all border អូខេអញ្ចឹងបានណាអូខេអញ្ចឹងរបៀបទី2ខ្ញុំចង់បានរោងចេះវិញខ្ញុំចង់បានចំណុចណា cell 2នៅខាងឆ្វេងវិញមិននៅខាងស្ដាំខាងនេះអូខេអញ្ចឹងខ្ញុំចង់បានខាងនេះវិញអញ្ចឹងយើងអនុវត្តឧទាហរណ៍ខ្ញុំលុបនេះចោលជាងចាស់អូខេយើងចូលទៅដើមមកយើងដាក់ table សិនមកអូខេអញ្ចឹងខ្ញុំចង់បានកន្លា2ឬក៏ cell 2នៅគេនេះអូខេអញ្ចឹងខ្ញុំ select មកខ្ញុំទុកទៅ2នេះយើងមកស្ដាំលើវាពាក្យថា delete cell ណាអូខេណាអញ្ចឹងបានហើយណាអូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងព្យាយាមធ្វើឲ្យបានទទួលលទ្ធផលដែលខ្ញុំចង់បានអូខេអរគុណសម្រាប់ការមើលវីដេអូរបស់ខ្ញុំ